តោះអរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំថតពីទស្សនភាពដែលនៅចំការនៅចិត្តនឹងរមណីយដ្ឋានទឹកធ្លាក់ច្រកអៀងហ្នឹងបងប្អូនហើយការពីម្សិលមិញហ្នឹងគឺមានមេឃភ្លៀងធ្លាក់មកមេធំហើយនេះមិនតាន់ដាច់ទឹកភ្លៀងទេបងប្អូននេះលឹកចេកសិតទឹកទាំងអស់ហើយនៅខាងនោះនៅក្រៅខ្នងរបស់ខ្ញុំបងប្អូនអើយចេកធ្លាក់មកប្រយោងធំមែនតើនេះហើយសិលក្រៃបងប្អូនក្រៃបែកគុំល្អនេះនេះត្រេនបងប្អូនត្រេនក៏ល្អដែរត្រេននេះទៀតខ្ញុំនឹងចម្រើនដីវាបន្តិចដើម្បីឲ្យវាដីវាមានជីជាតិយើងយកដីពីខាងក្រៅមកយើងដាក់វាពីលើហើយយើងប្រមូលស្លឹកឈើសម្រាមឲ្យលួយហ្នឹងយកមកគ្របគល់វាហើយយើងបន្ថែមជីសរីរាង្គមកតង់ទៀតហើយយើងយកអាដីថ្មីហ្នឹងយកមកក្រាពីលើដើម្បីឲ្យត្រេនរបស់យើងហ្នឹងងាយស្រួលក្នុងការស្រូបយកជីវជាតិផ្សេងពីក្នុងដីអញ្ចឹងហ្នឹងហើយខាងនោះបងប្អូនអើយចេកល្អបងប្អូននេះយកមកស្ទងនេះល្អមែនតើបងប្អូននៅខាងនោះមកស្ទងទៀតអាខាងនោះធំជាងអានេះទៀតនេះវាអត់តន់ចេញអស់ហើយនេះប្រហែលស្និតទៅ1 2 3 4 5 6 7 8អាចចូលដល់9ស្និតបងប្អូនហ្នឹងហើយនោះដើមចេកបងប្អូនត្រជាក់ណាជាក់មែនតើបងប្អូនមកលេងអីនេះអាចចូលមកលេងបានបងប្អូននេះត្រេនសិតត្រេនបងប្អូននេះត្រេនក៏ល្អដែរត្រេនខ្ញុំនឹងដាក់ជីសរីរាង្គបន្ថែមទៀតដើម្បីឲ្យវាកាន់តែល្អអញ្ចឹងនេះអានេះលក្រៃក្រៃមកគុំនេះល្អមែនតើធំក្រៃទាំងអស់នេះនឹងត្រូវកោះចេញបងប្អូនកុំឲ្យវាស្មុកពេកណាតែវាមកលុបខ្លាំងពេកក៏ត្រេនយកអត់សូវល្អដែរអញ្ចឹងត្រូវកោះវាចេញដើម្បីយកទៅដាក់ដាំនៅកន្លែងផ្សេងទៀតហើយបងប្អូននេះមកដាំចេកពោះកម្ពស់ 4-5 ម៉ែត្រទៅដាំចេកហ្នឹងណាខ្ពស់មែនតើផ្លែមានចេកខ្លះធ្លាក់ផ្លែដាវបដាហើយបងប្អូននេះតែផ្លែនេះហើយចេកខ្លះក៏វាឡើងកំមុំឡើងអីហ្នឹងទៅនោះហើយចូលក្នុងទ្រុងមន់ទ្រុងប្រកាត់របស់ខ្ញុំវិញបងប្អូនណាសដាំចេកបងប្អូនអើយជុំវិញកន្លែងត្រជាក់ជុំចឹងមិនថាដាំចេកគឺវាល្អម្យ៉ាងដែរវាបានជួយឲ្យដីរបស់យើងត្រជាក់ហើយក៏ជាមលុបដល់សត្វចិញ្ចឹមរបស់យើងដែរដូចជាកូនមន់ទូចនេះបងប្អូននេះសត្វកូនមន់ទូចនេះចឹងជីវិតពេលខ្លះក្តីសុខចឹងបងប្អូនអើយធ្វើម៉េចទេនេះសដាំចេកបងប្អូនដាំចេកអស់នេះមកបងប្អូននេះចូលក្នុងទ្រុងមន់មកហើយនេះដល់តបងប្អូនអើយមកវងមកវាហ្នឹងគ្នាវាហ្នឹងនេះច្រើនណាស់មួយស្អាតគេមួយនេះកតុយបាសកើតរត់បាត់ណែបងប្អូនវាបងប្អូនស្អាតទៅណែអីសាមន់ពូទេបងប្អូនឡើងជីខ្ញុំនេះចាប់បានបងប្អូននេះអាមួយនេះដាច់វងហើយអាមួយនេះធំជាងគេហ្មងហើយស្អាតរូបរាងធំជាងគេហ្មងនិយាយទៅមកវងគ្នាវាគឺវាហ្នឹងឯងធំជាងគេឆ្អឹងធំអានេះមិនក្រោម3 គីឡូកន្លះទេធំឡើងនោះនៅក្នុងទៀតនោះទស្សនភាពនៅក្នុងទ្រុងបងប្អូនសិតដើមចេកដាំចេកដាំដំណាំអីបន្ថែមទៀតដើម្បីឲ្យមលុបកាន់តែមលុបឲ្យមន់របស់យើងហ្នឹងវាមានមលុបជ្រកមានអីទៅបងប្អូនបាទ